និយាយរឿងផ្លែកន្ទួតព្រៃបាទជួយបញ្ចុះជាតិស្ករបាទសម្រាប់អ្នកទាំងងផ្អែមបាទគឺខ្ញុំបានអាននៅក្នុង page Facebook មួយបាទដែលមាននៅក្នុងទូរស័ព្ទនេះខ្ញុំស្រាប់បាទគឺខ្ញុំដឹងកន្លងមកគឺវាល្អសម្រាប់អ្នកមានបាទជំងឺទាំងងផ្អែមហើយយើងយកវាមកធ្វើជាភេសជ្ជៈបាទហូបប្រចាំថ្ងៃបាទឬក៏យកវាមកធ្វើជាអាហារសម្រន់មួយបាទអញ្ចឹងវាអាចជួយបញ្ចុះជាតិស្ករបាទដោយសារក្នុងបាទpage មួយនេះគឺបានបញ្ជាក់ថាវាមានសារជាតិក្រូម៉ូញ៉ូមបាទហើយបងប្អូនដឹងស្រាប់ហើយក្រូម៉ូញ៉ូមបាទគឺជាសារធាតុមួយដែលសមាសធាតុមួយបាទគឺជាសមាសធាតុមួយបាទជួយជំរុញឲ្យអាំងស៊ូលីនយើងនឹងនាំបាទជាតិស្ករទៅដល់កោសិកាបាទគ្រប់សរីរាង្គទាំងអស់បាទដើម្បីបាទរស់រានមានជីវិតរាល់ថ្ងៃបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកបន្ថែមទៀតថាតើក្រូម៉ូញ៉ូមហ្នឹងវាយ៉ាងម៉េចដែរបាទអញ្ចឹងបើសិនជាសម្រាប់ផ្លែកន្ទួតព្រៃបើប្រកាសជាវាមានជាតិក្រូម៉ូញ៉ូមនឹងច្រើនមែនបាទអាចល្អដែរបាទសម្រាប់យើងប្រើជាថ្នាំបញ្ចុះជាតិស្ករព្រោះវាជាឱសថធម្មជាតិមួយដែរបាទមិនមែនយើងពឹងផ្អែកទៅលើថ្នាំពេទ្យទាំងស្រុងនោះទេបាទរបបអាហារគឺសំខាន់មួយដែរបាទយើងដឹងហើយថាទឹកនោមផ្អែមវាកើតឡើងកត្តារួមផ្សំជាច្រើនបាទដូចជាបាទកត្តាបរិស្ថានបាទរបបអាហារនិងផ្លាស់ប្ដូរនៃការរស់នៅបាទទាំងអស់ហ្នឹងហើយវាធ្វើឲ្យបាទអាំងស៊ូលីនរបស់យើងវា resistant បាទឬក៏វាបាទមិនគ្រប់គ្រាន់ដើម្បីជួយជំរុញដឹកនាំជាតិស្ករហ្នឹងឲ្យចូលទៅក្នុងកោសិកាដើម្បីបម្រើការថាមពលយើងប្រចាំថ្ងៃហ្នឹងបាទអញ្ចឹងហើយសម្រាប់ក្រូម៉ូញ៉ូមបាទក្រូម៉ូញ៉ូមនេះគឺជាសមាសធាតុដ៏សំខាន់មួយបាទក្នុងចំណោមសមាសធាតុជាច្រើនទៀតដែលជំរុញឲ្យអាំងស៊ូលីនហ្នឹងអាចទាញយកជាតិស្ករទៅបម្រើគ្រប់បាទកោសិកាសរីរាង្គយើងទាំងអស់បានបាទនេះបើតាមការស្រាវជ្រាវក៏ដូចជាខ្ញុំសិក្សាបន្ថែមទៅលើបាទ website ផ្សេងបាទហើយក៏ធ្លាប់បានមើលទៅនឹងបាទគ្រូពេទ្យដុកទ័រជំនាញរបស់ជនជាតិអាមេរិកកាំងមួយបាទក៏គាត់យកតាក់ទងរឿងកន្ទួតព្រៃនេះបាទមកធ្វើជាវីដេអូដើម្បីផ្សព្វផ្សាយដូចគ្នាដែរបាទអញ្ចឹងខ្ញុំគិតថា page មួយ Facebook មួយដែលខ្ញុំអានជាភាសាខ្មែរហ្នឹងគិតថាវាល្អប្រសើរដែរបើសិនបើការស្រាវជ្រាវមួយប្រកាសថាបាទកន្ទួតព្រៃបាទវាសម្បូរអាសារជាតិមួយហ្នឹងបាទអញ្ចឹងបើសិក្សាឲ្យដល់មែនតើទៅវាក៏ជាផ្នែកមួយបាទជួយបាទបញ្ចុះគីឡូរបស់យើងដែរបាទដោយសារការហូបកន្ទួតព្រៃបាទវាជួយបាទបំបែកពពួកបាទកាបូអ៊ីដ្រាតបំបែកខ្លាញ់បាទហើយកាបូអ៊ីដ្រាតពពួកខ្លាញ់ទាំងអស់នេះហើយដែលធ្វើឲ្យយើងឡើងគីឡូដោយអត់ដឹងខ្លួនបាទអញ្ចឹងការហូបបាយច្រើនបាទហូបសាច់ច្រើនបាទអញ្ចឹងទាំងអស់នេះហើយដែលជារឿងយើងធ្វើឲ្យយើងលើសគីឡូបាទអញ្ចឹងបញ្ចប់នៅសារជាតិខ្លាញ់ច្រើនប្រចាំថ្ងៃទៅវាធ្វើឲ្យយើងលើសគីឡូបាទអញ្ចឹងតាមការស្រាវជ្រាវគឺបញ្ជាក់ថាការហូបនៅកន្ទួតព្រៃបាទវាអាចបញ្ចុះជាតិគីឡូបាទ1 ទៅ 2 គីឡូក្នុងរយៈពេល1 ទៅ 2 ខែដូចគ្នាបាទអញ្ចឹងខ្ញុំគិតថាផ្លែកន្ទួតព្រៃបាទគឺជាឱសថធម្មជាតិម្យ៉ាងបាទជួយបញ្ចុះជាតិស្ករទប់លំនឹងជាតិស្ករបាទបន្ថែមក្រៅពីយើងប្រើឱសថបាទបច្ចុប្បន្នបាទឱសថទំនើបបាទអញ្ចឹងចំណុចទាំងនេះខ្ញុំអត់បដិសេធទេខ្ញុំគាំទ្រទាំងស្រុងបាទសម្រាប់បាទកន្ទួតព្រៃគឺជាភេសជ្ជៈមួយបើសិនយើងចេះកែច្នៃវាបាទកែច្នៃឲ្យល្អបាទកែច្នៃកុំឲ្យប៉ះពាល់នៅសុខភាពបាទដូចជាយើងអាចធ្វើវាជាភេសជ្ជៈបាទពេលព្រឹកឬក៏ពេលណាក៏បានដែរយើងអាចប្រើវារយៈពេលបាទ1 ទៅ 2 ខែវាអាចជួយគ្រប់គ្រងជាតិស្ករវាអាចជួយបញ្ចុះបាទទម្ងន់យើងបានល្អបាទអញ្ចឹងវាក៏ជាបាទផ្លែឈើបាទវាក៏ជាឱសថធម្មជាតិវាក៏ជាអាហារបាទសម្រន់មួយបាទសម្រាប់យើងដែលហូបចុករបស់យើងគឺអត់មានបាទប៉ះពាល់អីនោះទេ